មហាព្រំដែលនៅជន់សទ្ធាវាទាំង5បានចុះមកប្រកាសដល់សត្វលោកថារាប់ចាប់ពីពេលនេះតទៅ100,000 ឆ្នាំទៀតនឹងមានព្រះសម្មាសម្ពុទ្ធយាងចុះមកឧបដឹកឡើងនៅលើលោកបើអ្នកណាប្រាថ្នានឹងជួបព្រះអង្គគឺត្រូវរក្សាសិល5ព្រមទាំងចម្រើនភាវនាឲ្យបានជាប់លាប់ក្រុមមនុស្សនិងទេវតានាំគ្នាកើតការសង្ស័យថាតើអ្នកណាដែលនឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធនៅលើលោករាប់ចាប់ពីពេលនេះតទៅ100,000 ឆ្នាំទៀតរកអ្នកផ្ដល់ចម្លើយឲ្យមិនបានរហូតដល់មាននិមិត្តសញ្ញាប្រាប់ហេតុការណ៍ឡើងបណ្ដាពួកទេវតានិងព្រំទាំងឡាយនាំគ្នាប្រជុំដេញដោលសួរគ្នាថាតើអ្នកណាដែលជាអ្នកត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធនៅក្នុងកំឡុងពេលនោះម្នាក់ក៏បានសង្កេតឃើញបញ្ចបុព្វនិមិត្តប្រាកដឡើងចំពោះសន្តសិទ្ធិទេវបុត្របញ្ចបុព្វនិមិត្តដែលប្រាកដឡើងគឺផ្កាទឹកដែលប្រដាប់រាងកាយបានក្រៀមស្វិតសង្វារទឹកដែលបំពាក់មានភាពសៅមងញើសហូរចេញពីក្លៀកមានស្បែកក្រៀមក្រោះសៅមងប្រកាសឡើងមានអារម្មណ៍នឿយណាយចំពោះទេវលោកពេលឃើញបែបនេះហើយបណ្ដាពួកទេវតាក៏បានចូលទៅអញ្ជើញឲ្យចុះតិពីឋានសួគ៌ជន់ទសិទ្ធទៅចុះបដិសន្ធិនៅលោកមនុស្សសន្តសិទ្ធទេវបុត្របានពិចារណាពីបញ្ចមហាវិលោខណៈគឺមានកាលវេលាសត្វលោកត្រូវមានអាយុមិនតិចពេកឬមិនច្រើនជ្រុលពេកស័ក្តិសមក្នុងការសម្រេចព្រះធម៌ទ្វីបគឺត្រូវតែជំពូទ្វីបតែមួយគត់ប្រទេសគឺត្រូវតែមជ្ឈិមប្រទេសតែប៉ុណ្ណោះត្រកូលគឺមានតែពីរត្រកូលគត់គឺត្រកូលក្សត្រឬត្រកូលព្រាហ្មណ៍តែប៉ុណ្ណោះហើយមេដាត្រូវតែជាអ្នកដែលមានសិលបរិសុទ្ធហើយមានបារមីនៅពេលដែលពិចារណាឃើញថាមានគ្រប់អស់ហើយក៏ទទួលការអញ្ជើញមើលលោកហោរាសាស្ត្រ
លោកក៏ថាព្រះសុបិននិមិត្តរបស់ព្រះអគ្គមហេសីយ៉ាងម៉េចដែរព្រះសុបិននិមិត្តរបស់ព្រះអគ្គមហេសីបានបញ្ជាក់ប្រាប់ថាព្រះអង្គនឹងបានព្រះឱរសដែលមានបុណ្យបារមីខ្ពង់ខ្ពស់មានអានុភាពខ្លាំងក្លាមិនមានបុគ្គលណាប្រៀបប្រដូចបានទេក្រាបទូលទូព្រះស្វាមីតាមទំនៀមទម្លាប់ខ្ញុំម្ចាស់ត្រូវធ្វើដំណើរទៅប្រសូតនៅនគរទេវតាហៈមិនអីទេបងអនុញ្ញាតឲ្យម្ចាស់អូនធ្វើដំណើរទៅបានឈប់សម្រាប់ត្រង់នេះសិនហើយលោកអាម៉ាតនេះយើងធ្វើដំណើរមកដល់ពាក់កណ្ដាលផ្លូវហើយណាព្រៃត្រង់នេះពិតជាស្រស់ស្អាតហើយត្រជាក់ត្រជុំមែនអ្នកទាំងអស់គ្នាធ្វើដំណើរមកពាក់កណ្ដាលថ្ងៃប្រហែលជាហត់នឿយហើយសម្រាប់សិនចុះបើដូច្នោះសូមឲ្យម្ចាស់ស្ត្រីចូលទៅប្រថាប់នៅក្រោមដើមរាំងនោះចុះក្រាបទូលយើងមានអារម្មណ៍ដូចជាចង់ប្រសូតហើយណែគឺយើងអាចឆាប់ហើយអាស័យប្រសូតអីណាខ្ញុំគ្នារត់ទៅកន្លែងបានបាត់ឲ្យស្រួលគួរអូលឿនឆាប់ឡើងលឿន